នាយករដ្ឋមន្ត្រីថៃប្រកាសផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលមានលោកដូណាល់ត្រាំជាម្ចាស់ហត្ថលេខីនិងជាសាក្សីនាយករដ្ឋមន្ត្រីថៃលោកអនុទិនចាន់វីរកុលបានប្រមានមកលើកម្ពុជានៅរុស្ស៊ីថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025នេះថាបន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃនៅថ្ងៃទី11ខែ11ឆ្នាំ2025នេះភ្លាមលោកនឹងធ្វើដំណើរជាប្រធាននៃកិច្ចប្រជុំបន្ទាន់ដើម្បីពិភាក្សាអំពីវិធីក្នុងការបញ្ឈប់ការទទួលស្គាល់កិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនៅក្នុងទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីលោកសង្កត់ធ្ងន់ថានៅថ្ងៃទី11ខែវិច្ឆិកានេះលោកនឹងឡើងយន្តហោះទៅកាន់មូលដ្ឋានយោធាថៃនៅក្នុងខេត្តស៊ីសាកេតដើម្បីចុះសួរសុខទុក្ខផ្ទាល់ទៅកាន់កូនទាហានថៃដែលបានល្បាតជាន់គ្រាប់មីនដាច់កជើងខាងស្ដាំនិងកំពុងតែទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យរបស់ថៃនាយករដ្ឋមន្ត្រីថៃរូបនេះក៏បានបញ្ជាផ្អាកប្រតិបត្តិការទាំងអស់បន្ទាប់ពីយោធាថៃរងរបួសដោយគ្រាប់មីនជិតព្រំដែនកម្ពុជាលោកក៏បានបញ្ជាអំពីការផ្អាកប្រតិបត្តិការទាំងអស់នេះដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជាបន្ទាប់ពីមានហេតុការណ៍យោធាថៃ2នាក់រងរបួសដោយគ្រាប់មីនខណៈកំពុងតែល្បាតនៅតំបន់ហ្វៃតាម៉ារីយ៉ាស្ថិតនៅក្នុងស្រុកកាន់ថាឡាខេត្តស៊ីសាកេតដែលនៅក្បែរតំបន់ព្រំដែនជាប់ប្រាសាទព្រះវិហារនៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025នេះលោកអនុទិនក៏បានថ្លែងបន្តថាការផ្ទេរកងទាហានជាប់ឃុំចំនួន18នាក់ដែលមានផែនការធ្វើជាមួយកម្ពុជានោះត្រូវបានផ្អាកជាបណ្ដោះអាសន្នដោយសារតែហេតុការណ៍នេះបង្ហាញថាការគម្រាមកំហែងនិងសត្រូវចំពោះប្រទេសថៃមិនទាន់ថយចុះនោះឡើយអ្វីដែលសំខាន់នោះលោកបានបញ្ជាឲ្យផ្អាកជាបន្តនៅសេចក្តីប្រកាសរួមស្តីពីសន្តិភាពកម្ពុជាថៃបន្ទាប់ពីមានការផ្ទុះមីនបណ្ដាលឲ្យទាហានថៃរងរបួសនៅក្នុងខេត្តស៊ីសាកេតហើយនោះថ្លែងនៅទីស្នាក់ការកណ្ដាលនគរបាលភូមិន្ទថៃលោកអនុទិនបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហររបស់យោធាលោកថាការព្យួរនេះនឹងបន្តរហូតដល់ភាពច្បាស់លាស់ត្រូវបានស្ដារឡើងវិញហើយជាមួយគ្នានេះដែរលោកបានណែនាំឲ្យក្រសួងការពារជាតិនិងក្រសួងការបរទេសឲ្យធ្វើសកម្មភាពយ៉ាងម៉ត់ចត់ស្របទៅតាមផលប្រយោជន៍ជាតិរបស់ប្រទេសថៃលោកអនុទិនបានដើរតួជាជនរងគ្រោះដោយត្អូញត្អែថាឧបទ្ទវហេតុនេះបានបង្ហាញពីអរិភាពជាបន្តបន្ទាប់ប្រឆាំងនឹងសន្តិសុខនិងអធិបតេយ្យភាពរបស់ប្រទេសថៃហើយលោកក៏បាននិយាយដូចនេះថានេះបង្ហាញយ៉ាងច្បាស់ថាអរិភាពចំពោះសន្តិសុខរបស់ប្រទេសយើងមិនបានថយចុះនោះទេដោយសារតែករណីនេះកើតឡើងសកម្មភាពនាពេលអនាគតទាំងអស់ត្រូវតែផ្អាកហើយលោកក៏បានបន្ថែមទៀតថាយោធានិងក្រសួងការពារជាតិនឹងពន្យល់អំពីស្ថានភាពនេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅពេលក្រោយមិនដឹងថានេះគឺជារឿងគាប់ជួនឬក៏ជាយ៉ាងណានោះទេបងប្អូនទាំងគ្នាគ្រាន់តែថៃបានប្រកាសកាលពីប្រហែលថ្ងៃមុនថានឹងដោះលែងទាហានកម្ពុជាចំនួន18នាក់នៅថ្ងៃទី12ប៉ុន្តែពេលនេះគឺនៅសល់តែ2ថ្ងៃទៀតតែប៉ុណ្ណោះគឺការដោះលែងក៏ត្រូវដល់ថ្ងៃប៉ុន្តែចៃដន្យនៅថ្ងៃនេះបែរជាមានរឿងរ៉ាវផ្ទុះមីននៅព្រំដែនកើតឡើងទៅវិញที่กระโหมและกองทัพที่ผมยืนยันกับท่านไปแล้วก็คือว่าท่านว่าไปเลยผมตามท่านทุกอย่างครับ